សិនយើងមកជួបបាយនៃការផ្សាយតាក់ទងយើងប្រើ social media ច្រើនមែនទែនតើលោកផានិតធ្លាប់ជួបអ្នករួមគ្រោះអីផ្សេងដែលគាត់បាននិយាយពីក្តីបារម្ភបញ្ហាគាត់ធ្លាប់ជួបប្រទះហើយនឹងដំណោះស្រាយនឹងអ្វីដែលកើតឡើងច្រើនជាងគេអ្វីដែលកើតឡើងច្រើនជាងគេហ្នឹងគឺពាក់ព័ន្ធនឹងរឿងបាត់លុយហ្នឹងហើយបាត់លុយហ្នឹងរបៀបម៉េចជាពិសេស SME ជាពិសេសអ្នករស់ស៊ីដែលមានទំនាក់ទំនងទៅក្រៅប្រទេសឧទាហរណ៍ដឹកអីវ៉ាន់ពីចិនចាឧទាហរណ៍យកពីស្រុកគេមកចាបាទអញ្ចឹងគាត់មិនថតគ្នាចរចាគ្នាតាមអ៊ីមែលតាមអីហ្នឹងថាអូទំនិញហ្នឹងមកដល់ហើយថ្ងៃនេះមកនេះនៅកំពង់ផែនៅអីឬក៏នៅណានៅណីអញ្ចឹងដល់ដំណាក់កាលមួយវាត្រូវដល់ដំណាក់កាល payment បង់លុយហើយបង់លុយភាគច្រើនដែលយើងធ្វើការជាមួយអ្នកក្រៅប្រទេសគឺ transfer bank transfer អញ្ចឹងនៅក្នុងហ្នឹងពេលដែលដល់ដំណាក់កាលរឿងបង់លុយហ្នឹងគឺអត្ថឬចោលព័ត៌មានជាណាបាទគាត់នៅក្នុង system យើងគាត់ monitoring គាត់តាមបាន tracking យើងទាំងអស់ហើយនឹងតាំងពីដើមគាត់ដឹងទាំងរបៀបយើងសរសេរដឹងរបៀប tone email យើងមិននិយាយរួមគាត់នៅសង្ងំប្រើពាក្យសង្ងំហើយគាត់មើល communication ហ្នឹងអញ្ចឹងដល់ដំណាក់កាលហ្នឹងវឹបគាត់ចូលដើរតួជំនួសហ្មងបាទគាត់ដើរតួទៅជាអ្នកខ្នក់គាត់ប្រាប់ថាអា bank ធនាគារចាស់ដែលយើងធ្វើប្រតិបត្តិការថ្ងៃហ្នឹងវាអត់ដើរវាមានបញ្ហាអញ្ចឹងសូមផ្ទេរមកកងធនាគារថ្មីនេះវិញដែលខាងយើងទៅ set up រៀបចំរួចដល់ពេលយើងភាគីនៅកម្ពុជានេះគាត់អត់បានចាប់អារម្មណ៍អូអញ្ចឹងហ៎អូគាត់ឃើញអញ្ចឹងហ៎ transaction អីអញ្ចឹងអូអញ្ចឹងខ្ញុំផ្ទេរឲ្យគាត់ផ្ទេរទៅថ្មីហ្នឹងបាទផ្ទេរទៅចូលខាងគេតាហើយដល់ពេលអ្នក original មែនតើគាត់ចាំបាត់ថាហេតុអីក៏មិនឃើញផ្ទេរលុយមកហេតុអីក៏មិនឃើញផ្ទេរលុយមកទូរស័ព្ទតាក់ទងទៅខាងនេះថាខ្ញុំផ្ទេរតាំងហើយតាំងពីថ្ងៃនេះហើយមានការប្រាប់មានអ៊ីមែលមកពីខាងអ្នកឯងប្រាប់ថាឲ្យដូរទៅធនាគារផ្សេងដោយសារកងដែលប្រើរាល់ថ្ងៃហ្នឹងវាមានបញ្ហាដល់ពេលអ្នកក្នុងថាអត់ដល់ទេអត់មានករណីហ្នឹងទេញោមានច្រើនណាស់នៅកម្ពុជាហ្នឹងជាពិសេសអ្នកដែលរស់ស៊ីនិយាយថាមិនធំឡង transfer ម្ដង 10000 20000 20000 30000ហើយបាត់ពេលបាត់គាត់ចាប់ដើមសួរថាមកសួរខ្ញុំណាថាមកខ្ញុំមានបញ្ហាចេះខ្ញុំដោះស្រាយមិនខ្ញុំចង់ទៅចាប់អ្នកដែលប្រព្រឹត្តនឹងហើយខ្ញុំប្រាប់ថាមិនងាយទេមិនដឹងថានៅខាងណាខាងណីទេហើយធ្វើការងារហ្នឹងយើងត្រូវទៅប្តឹងប៉ូលីសនៅកម្ពុជាអីរកភ័ស្តុតាងអីគឺវាអាច take time យូរហើយអាចបាត់បង់ពេលវេលាហើយលុយកាក់បន្ថែមអីតទៀតអញ្ចឹងចំណុចកន្លែងនេះខ្ញុំចង់បញ្ជាក់ទៅដល់អ្នករស់ស៊ីទេលុយអញ្ចឹងណាត្រូវការផ្ទេរលុយទៅបរទេសជាមួយនឹងដៃគូយើងបើសិនជាមានករណីថាគេដូរកុងវាយឈប់តិចសិនហើយទូរស័ព្ទទៅសួរគេសិនទូរស័ព្ទទៅផ្ទាល់តាម Telegram តាម WhatsApp តាមអីទៅលើសម្បូរណាតែទៅថាខ្ញុំមានឃើញអ៊ីមែលមួយណាដែលប្រាប់មកឲ្យដូរកុងតើពិតប្រកបអីសុំអូសរ៉ាយច្បាស់លាស់តិចបន្ទុកតិចសិនដើម្បីសួរនាំរឿងបាទពេលដែលបង confirm ច្បាស់លាស់ហើយថាវាអត់អីទេអាហ្នឹងអាច go ahead តែខ្ញុំជឿថាបង confirm ទៅប្រកាសពីគេថាមិនមែនទេគេអត់បានឲ្យយើងដូរ instruction ធនាគារទេរឿងហ្នឹងវាចូលបាយទៅការពារកលឹះគឺនៅកន្លែងហ្នឹងមួយសំខាន់ confirmation ការទៀងទាត់ហើយការពិនិត្យម្ដងទៀត confirm ច្បាស់លាស់ថាប្រកាសជា bank នឹងមែនឬក៏មិនមែន